ខ្ញុំជំរាបសួរចៅក្មួយទាំងអស់គ្នាជាទីនឹករលឹកចាខ្ញុំនេះបងរស់សេរីសុទ្ធាឈ្មោះរស់សុបឿនត្រូវជាបងគេបងអស់ហើយទី2មករស់សុបឿនស្លាប់ហើយទី3មករស់សុគន្ធាក៏ស្លាប់ហើយទី4រស់សេរីសុទ្ធានឹងប្អូនបើនេះវគ្គតាហ៊ាននេះហើយបងប្រុសវានេះ3នាក់នៅឆាត់យងទាំងអស់ណាចាខ្ញុំ87ខ្ញុំនៅការងារដែរការងារគណៈកម្មការវត្តចាមានតាកូនចាមានច្រើនដែរហើយនឹងជនជាតិអាមេរិកកាំងនិងបារាំងកាលដែលយើងនៅមិនទាន់មានស្អីណាអូនខ្ញុំនឹងនៅរៀននៅឡើយខ្ញុំក៏នៅរៀនដែរហើយនៅរៀនទៅគេចូលចិត្តកីឡាសុធាហ្នឹងណាចូលចិត្តកីឡាក៏គេចូលមួយផ្នែកកីឡាស្រីប្រុសអញ្ចឹងទៅជាង100នាក់អញ្ចឹងទៅគេធ្វើកន្លែងស្នាក់នៅរបស់សមាគមខាងសិស្សនឹងខាងកីឡាហើយខាងកីឡានឹងទៅហើយប្អូនខ្ញុំនឹងជាកីឡាតែលឺសូកេកាឯណាដែលមានចម្រៀងបទចម្រៀងក៏ធ្វើមាត់តាមគេចាហោហាយយ៉ាងដល់នេះទៅគេការច្រើនឡើងរត់ទៅរកខានរៀងខានអីខ្លះទៅចាហើយបានគេការលឺសូសំឡេងភ្លេងការកន្លែងណាកូននឹងសុំច្បាប់ទៅច្រៀងគេចាទៅច្រៀងគេអញ្ចឹងទៅហើយរួចទៅមិត្តភ័ក្តិដែលរៀនជាមួយថាសុធាច្រៀងបរោះអញ្ចឹងទៅប្រឡងចម្រៀងទៅចាទៅបានជាប់ទេបានទៅភ្នំពេញចាហើយព្រោះអ្នកទៅភ្នំពេញហ្នឹងអ្នកបាត់ដំបងមានហុយមាសមានប៉ែនរនមានអ៊ិនសុងសើមមានអ្នកណាច្រើនណាខេត្តបាត់ដំបងច្រើនអញ្ចឹងពេលទៅប្រឡងទៅជាប់ទៅនៅភ្នំពេញហើយប្អូនខ្ញុំក៏អ្នកពួកម៉ាក់អ្នករៀនហ្នឹងក៏ថាដែរថាច្រៀងព្រោះអញ្ចឹងទៅប្រឡងគេទៅរួចទៅសំនៅនេះខែហ្នឹងកាលហ្នឹងគេបានប្រជុំប្រឡងប្រណាំងតើអ្នកណាឈ្នះចាញ់អីអ្នកណាល្អអ្នកណាអាក្រក់ស្លៀកពាក់យ៉ាងម៉េចអីក៏គេដាក់មកក្នុងនឹងមកប្រឡងឲ្យលើកឲ្យគេច្រៀងនេះទៅថាហើយយកទៅក៏ឡងជាប់បានលេខ1ចាហើយពូវាហ្នឹងប្រឡងទៅប្រុសបានលេខ2ជាប់ម្ដងទៀតក៏នៅភ្នំពេញម្ដាយខ្ញុំនៅដែរហើយនឹងចៅស្រីនឹងកូនប្រុសសុធានឹងទៅនៅនឹងដែរហើយខ្ញុំនេះនៅបាត់ដំបងឯនេះទៅចានៅផ្ទះខ្លួនឯងនឹងហើយដល់ពេលទៅប្រឡងបានជាប់អញ្ចឹងហើយដល់មករឿងពួកស្អីនោះខ្មៅពួកអាពោតនឹងចូលមកហ្នឹងឯងមានអាពោតទេពួកខ្មែរយើងនេះឯងវាដូចថាមានមកក្តាប់តូចអញ្ចឹងវាខ្លាំងវាបញ្ជាអ្នកនេះអ្នកនោះវាសុកចិត្តសុំលុយគេយកមកឲ្យហោហាយអញ្ចឹងទៅចាហើយដល់អញ្ចឹងទៅអូនខ្ញុំនេះក៏គេចាប់អាខាវអាពោតនឹងហៅចូលទៅអញ្ចឹងទៅទាំងកូនទាំងអីហ្នឹងហើយដើរពីភ្នំពេញទៅខេត្តកំពង់ស្ពឺតើនឹងប្រមាណ100គីឡូទៅឡើងឆ្ងាយហើយមិនដឹងបានអីហើយកូនងាត់តាមផ្លូវទាំងអស់មានកូន2ងាត់ទាំងអស់
Dạ. Ấy ở miền ấy home đại nhóm mi vô ta sang làm đâu quận nâng nâu hải nông sủi nâng đại hay bị sang làmผมเป็นกะโลปีกะไรมีเต้ายมบานเต้าสมากติดใดกะไรงับโอนยมงับนี่อ่อนเมียนสอดังกิโยติเจ้านาอ่อนดีเราให้สมมาได้ครูบานมักดาบมาโยมมาเบอแกได้นวัตมึง